បាទសួស្តីបងប្អូនអរគ្នាបាទឥឡូវនេះខ្ញុំសូមធ្វើការបង្ហាញបាទពីរបៀបនៃការបដូរ password Wi-Fi បាទរបស់ដុំ Wi-Fi Prasim Air 9បាទឥឡូវនេះយើងចូល setting មកបាទយើងមើលថាទូរស័ព្ទដៃរបស់យើងបានភ្ជាប់ Wi-Fi រួចរាល់បាទហើយយើងចូល browser មួយបាទយើងវាយ 192.168.1.1 ណាហើយចុចពាក្យ go បាទនៅត្រង់កន្លែងនេះយើងដាក់ password admin ណាបាទ password មាននៅខាងក្រោមដុំនេះគ្នាណាបាទ admin ឬហើយយើងចុច login បាទពេលដែលយើង login ចូលរួចរាល់យើងរើសយក general បាទបន្ទាប់មកយើងរើសយក wireless 2.4G បាទត្រង់កន្លែង SSID យើងធ្វើការបាទបដូរឈ្មោះណាបាទបដូរឈ្មោះ Wi-Fi បាទឈ្មោះដាក់មិនដាក់ទៅបាទស្អីលើបងប្អូនអរគ្នាបាទចង់បានហើយ password យើងបាទ set ដែរមកបាទយើង set តាមវាយើងចង់បានដែរតែកុំដក clear ណាបាទយើង set ហើយយើងចុច save and apply បាទពេលនេះបានចុចហើយយើងមកមើលកន្លែង Wi-Fi របស់យើងឃើញមានឈ្មោះ Wi-Fi Grade 2បាទយើងចុចលើវាមកយើងធ្វើការបំពេញ password បាទឥឡូវនេះយើងធ្វើការតេស្តមើលអ៊ីនធឺណិតទាំងអស់គ្នាបាទឥឡូវនេះវាដើរហើយបាទ